គឺមកដល់ចំការទុរេននៅដីក្រហមខេត្តកំពង់ធំបងប្អូនបាទនេះគឺដើមទុរេនបងប្អូនបាទគឺផ្លែល្អមែនតើបាទគឺខ្ញុំមកចុះមកទស្សនាផ្ទាល់បងប្អូនបាទចុះមកមើលដើមទុរេនផ្ទាល់តែម្ដងបាទនៅចំការដីក្រហមចិត្តព្រេងលងកំពង់ចាមដែរបងប្អូនបាទព្រំទល់ចឹងល្អបងប្អូនបាទនេះគឺដើមក៏ល្អបាទទេសភាពក៏ស្រស់ស្អាតនេះផ្លែល្អបងប្អូនបាទផ្លែនៅក្រៅបងប្អូនបាទល្អមែនតើគឺតើតែមើលថែបងប្អូនមិនបានផលត្រេនបងប្អូនបាទអញ្ចឹងវីដេអូគឺបង្ហាញឲ្យបងប្អូនឃើញបាទទេសភាពគឺស្អាតមែនតើបាទអញ្ចឹងវីដេអូមានប៉ុណ្្នឹងឯងសូមអរគុណច្រើនបាយ